ញ៉ៃបានប្រើប្រាស់ដូចជាគ្រឿងទេសស្រស់មួយប្រភេទឬឆ្នៃធ្វើនំស្ករដំណាប់ច្រើនប្រភេទហេតុនេះនៅប្រទេសយើងខ្ញីពុំអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃឡើយដើម្បីដាំដំណាំខ្ញីសម្រាប់បានទិន្នផលនិងគុណភាពខ្ពស់កសិករចាំបាច់ចាប់អារម្មណ៍ពីផ្នែកជ្រើសពូជដាក់ជីសមស្របថែទាំដល់ប្រមូលផលលោកលីបេននៅភូមិtrungឋានឃុំទុំទឹកស្រុកឋានជ័យខេត្តសុកត្រាំងមានដីចម្ការមួយកុំកន្លះរាល់ឆ្នាំក្រៅពីដាំបណ្ដាប្រភេទដំណាំលោកបេននៅទុកពាក់កណ្ដាលផ្ទៃដីសម្រាប់ដាំខ្ញីផងតាមលោកបេនខ្ញីទោះបីជាងាយដាំក្ដីប៉ុន្តែត្រូវតែចាប់អារម្មណ៍រៀបចំម៉ត់ចត់និងថែទាំសមស្របដើមដំណាំខ្ញីមានប្រសិទ្ធភាពខ្ពស់ដាំខ្ញីហ្នឹងខ្ញុំលេងហៅថាយើងកាប់ព្រងហើយណាយើងតើតែដិតវាដិតហើយដើម្បីឲ្យយើងប្រមូលព្រងហើយយើងមិនយើងកប់ពូជបានណ៎ហើយដាំកាលពីចាប់ដើមដាំខ្ញុំដាំពីខែ3មកខែ3ដល់យើងមានលេងខែ3ហ្នឹងយើងទុកកណាត់ដល់ពេលលេងខែ8ខែ6ខែ8ហ្នឹងបានយើងប្រមូលផលវាហើយអាហ្នឹងយើងមិនសន្និដ្ឋានបានទេឥឡូវហ្នឹងដែលមានថ្លៃទេយើងលក់ហើយកាលនោះថាដល់ផងយើងល្អដល់ណាដែលយើងទៅថ្លៃយើងលក់ខ្ញីនេះដើម្បីយើងដាំទៅដើម្បីគេហៅថាយើងលេងសួរសនុកថែជាងប្រហែលវ៉ាន់ហើយមកបានយូរទៀតហើយលេងការយើងលក់លេងទីផ្សារលេងថ្លៃធ្នូនោះគេហៅថាវាងជួបថ្លៃជាងធម្មតាជាងប្រហែលវ៉ាន់ដើមដំណាំខ្ញីអាចគ្រោះនៅដីសំណើមម្លប់ត្រជាក់នៃចំការពេលដាំទៅជាវាលដំណាំនៅតាមរោងត្រូវតែគ្របក្នុងដំណាក់កាលដំបូងកាលណាដំណាំខ្ពស់ហើយមិនបាច់គ្របរោងទេគ្រាន់តែគ្របគល់គប្បីដាំលើដីមានលទ្ធភាពស្រក់ទឹកខ្ញីអាចដាំបាននៅច្រើនប្រភេទដីប៉ុន្តែផ្ដល់ទិន្នផលខុសគ្នាអាស្រ័យតាមជាតិដីព្រោះយើងប្រៃធ្វើអង្គខ្ពស់ខ្ពស់កាលណាthìបានដើមវ៉ាន់លេងខ្ញីនេះបានផាន់ផលបានល្អជាងធម្មតាលេងយើងហងយើងទៀតដាំមិនតន់គីទេរឿងយើងដាំនេះគេហៅថាយើងក៏មានកំហិតវាដែរតែដាំក្នុងលេងវាទឹកឡើង3ទឹកដល់ឡើងធំហើយគណៈឃើញវារាំងឡើងខ្ពស់ពេកគឺមើលមកឡើងនេះយើងត្រូវតែលុបគល់លុបមកស្រួលវាឲ្យបានស្អាតនោះវិញបានមើលនោះបានស្អាតអញ្ចឹងទេមើលមកទៅខៀវយើងលុបមកមើលសដីដាំខ្ញីគប្បីបានធ្វើអនាម័យសម្អាតកាកសំណល់ព្យួរជម្រៅហោចណាស់គឺ20សង់ទីម៉ែត្រហើយរោះម៉ាត់ចត់ឲ្យផុសបន្ទាប់មកដំណើរការដាក់ជីបាតផលិតផលឆ្នៃជីវសាស្ត្រមុនពេលដាំគប្បីហាលដីហើយដំណើរការឡើងរងរងដីមុំអស់នោះយើងវាយធ្វើជារោងបណ្ដោយណាបណ្ដោយរោងនោះវាយោងទៅតាមផ្ទៃដីយើងទូចឬក៏ដីយើងធំទំហំដីនេះយើងបណ្ដោយហ្នឹងវាធ្វើទៅតាមផ្ទៃដីទៅតឹងរោងមិនមានយើងក៏បីតែបំរុងឲ្យបានទៅតឹងប្រហែលជា8ទឹកកម្ពស់ឡើងប្រហែលជា2ទឹកកន្លះយើងអាចដាំជា2ជួរកម្រិតដាំយើងដាំពី3ទឹកទៅដល់3ទឹកកន្លះមួយគុំក្នុងលើរោងនេះយើងដាំបញ្ឆេវគ្នាជៀសវាងកម្លាំងផ្ដាល់គ្នាអញ្ចឹងដល់ពេលយើងដាំផ្ដាល់ដល់ពេលខ្ញីវាបែកគុំមកវាជិតគ្នាពេកចំពោះប្រភេទដំណាំខ្ញីហ្នឹងគឺថាវាជ្រើសដីđấyវាចូលចិត្តនៅលើដីលេខ្សាច់បាទដីណាអត់ពេកក៏ពិបាកដាំមកពីប្រភេទដំណាំយើងយកមើមបើសិនតែយើងដាំនៅលើដីឥដ្ឋដីវាខាស់ពេកក៏វាមើមមិនបានល្អមើមបានធំអានឹងបញ្ហាជ្រើសពូជមិនមានយើងក៏បីទៅជ្រើសយកពូជជ្រះជំងឺអានឹងជាកត្តាសំខាន់ដំបូងអស់យើងជ្រើសយកពូជមានអាយុកាលពី8ខែ9ខែទុកខ្ញីឲ្យចាស់មែនទេ
ហើយយើងប្រមូលផលយកមកយើងទុកនៅកន្លែងត្រជាក់យើងផ្អាប់ទុកប្រហែលជាពី7ទៅដល់10ថ្ងៃទុកកន្លែងត្រជាក់ហើយយើងស្រោចទឹករក្សាសំណើមអញ្ចឹងហើយចាប់ផ្ដើមខ្ញីវាឡើងបន្លកប្រហែលជា1ហ៊ុន2ហ៊ុននេះចឹងណាបន្លកវាឡើងប្រហែលជាមួយថ្នាំងដែរយើងចាប់ផ្ដើមយើងយកទៅដាំបានរបៀបបំរុងពូជហ្នឹងមិនមែនយើងបំរុងពូជធ្វើម៉េចឲ្យបានខ្ញីយើងហ្នឹងវាដុះមៀមស្មើប្រហែលជាមួយថ្នាំងដែរស្មើហ្នឹងយើងយកទៅដាំដល់ពេលយើងដាំយើងទៅដុះបានស្មើជាមុនពេលឡើងរោងមានកសិករក៏បីប្រើប្រាស់កំបោរសក្នុងមួយកុំពី20ដល់30គីឡូក្រាមប្រសិនបើមានកសិករប្រើប្រាស់បន្ថែមជីសរីរាង្គកាន់តែល្អប្រសិនបើមិនប្រើប្រាស់ជីសរីរាង្គមានកសិករក៏បីប្រើប្រាស់កំបោរសដោយបរិមាណពី20ដល់30គីឡូក្រាមក្នុងមួយកុំក្រោយមកដាក់ជីបាត NPK 20-20-15 ពី20ដល់25គីឡូក្រាមកត្តាសំខាន់មួយទៀតដាំដំណាំខ្ញីក្នុងរដូវភ្លៀងក្រោយពេលដាំរួចហើយមានកសិករត្រូវតែបំរុងចំបើងសម្រាប់គ្របស្រទាប់ខាងលើឲ្យក្រាស់បន្តិចវាមានប្រទេសកម្មរក្សាសំណើមផងមិនឲ្យក្តៅទៅដល់គល់ខ្ញីមើមខ្ញីផងប្រសិនបើយើងគ្របចំបើងស្ដើងគឺមើមខ្ញីលៀនជាងក្រៅពេលជួបក្តៅធ្វើឲ្យមើមខ្ញីមានពណ៌បៃតងហេតុនោះពេលលក់ប្រទះការលំបាកព្រោះអីឈ្មួញអាចបញ្ចុះតម្លៃដោយសារតែខ្ញីរបស់យើងមិនបានល្អយើងដាក់ជីនេះក្នុងមួយខែយើងដាក់ជីមកលើដាក់យើងដាំអានឹង30ថ្ងៃក្រោយយើងដាក់ជីលើកទី1ពេលបាយជីនេះយើងគួបផ្សំជាមួយនឹងចូលជើងយើងមិនអាចបាយទៅលើអញ្ចឹងបានយើងរួចជីរួចហើយយើងចូលជើងចំនួនជីវាកើនឬក៏បន្ថយចំនួនប្រហែលជាពី10ទៅដល់15គីឡូក្រាមក្នុងមួយកុំ1000ម៉ែត្រការ៉េប្រភេទជីនេះគឺប្រភេទជី NPK ហ្នឹងដែរយើងបាយជីហើយមួយខែក្រោយទៀតមានន័យថាក្រោយពីពេលដាំ60ថ្ងៃយើងចូលលើកទី2ក្រោយពីពេលដាំ90ថ្ងៃយើងចូលលើកទី3ចំនួនប្រហែលជាពី10ទៅដល់15គីឡូក្រាមទៀតដែរមួយកុំពេលដែលយើងរួចជីហើយយើងត្រូវតែចូលជើងហើយយើងចូលជើងទៅឃើញថារោងហ្នឹងវាធានាឡើងប្រហែលជាពី3ទឹកកន្លះដល់4ទឹកនឹងវាធានាថាវាទាំងខ្ញីយើងលូតលាស់ល្អផងធ្វើឲ្យគ្រប់ចិត្តគល់ទៀតដល់ពេលយើងបញ្ចូលជីគួបផ្សំជាមួយនឹងយើងចូលជើងអញ្ចឹងឃើញថាគល់ខ្ញីហ្នឹងវាបានចិត្តជាដល់គល់ខ្ញីបានចិត្តជាអញ្ចឹងទៅពេលដែលយើងប្រមូលផលខ្ញីមើមក៏ដូចជាគល់ខ្ញីហ្នឹងវាមានពណ៌ពហុតពណ៌លឿងល្អស្មើពេលមិនមែនខៀវវាមិនប៉ះនឹងក្តៅវាមិនខៀវហើយដល់ពេលលុកនេះយើងអាចលុកបានថ្លៃជាងក្នុងដំណាក់កាលថែទាំមានកសិករចាំបាច់ត្រូវតែចាប់អារម្មណ៍តាមដានដើម្បីរកឃើញនិងបង្ការកម្ចាត់ជំងឺមួយចំនួនតែងតែជួបប្រទះលើដំណាំខ្ញីដោយដង្កូវចុះដើមជំងឺឆេះស្លឹកនិងជំងឺរលួយមើមបានចាត់ទុកជាជំងឺបង្កការខូចខាតបំផុតលើដំណាំខ្ញីហើយមិនទាន់មានថ្នាំព្យាបាលប្រសិទ្ធភាពអាការៈរោគដើមខ្ញីកំពុងបៃតងស្រស់ល្អស្រាប់តែត្រូវស្លោកយ៉ាងចៃដន្យនៅពេលកណ្ដាលថ្ងៃប៉ុន្មានថ្ងៃក្រោយលឿងអស់ទាំងដើមពេលដោះឡើងនឹងមានជ័រល្អក់ដូចទឹកដោះចំពោះជំងឺរលួយដើមរលួយគល់ណាមិនមានយើងក៏បីតែបាញ់ថ្នាំបង្ការមកពីចំពោះប្រភេទជំងឺហ្នឹងវាមកពីបាក់តេរីចំពោះជំងឺហ្នឹងមិនមានយើងក៏បីតែបាញ់ថ្នាំបង្ការបានមិនកំណត់ពេលពី10ទៅដល់15ថ្ងៃបាញ់ថ្នាំមកលើប្រភេទថ្នាំហ្នឹងដូចជាកូភីស៊ីន កូភីបេឬក៏កាសូមីនប្រភេទថ្នាំដែលកម្ចាត់បាក់តេរីនេះយើងអាចបាញ់បង្ការហើយមុខថ្នាំហ្នឹងយើងបាញ់ឆ្លាស់គ្នាទៅវិញទៅមកកុំជៀសវាងកំបាញ់ទៅថ្នាំទៅមកមុខមកលើកពីលើកទៅលើជាងហើយយើងត្រូវតែឆ្លាស់ថ្នាំគ្នាប្រភេទជំងឺមួយទៀតក៏មកពីផ្សិតជំងឺដែលហ្វូសារីអ៊ុមបើធ្វើឲ្យឆេះស្លឹកនៅលើស្លឹកស្រោនវាវាយសម្រុកមកលើដើមខ្ញីដែរបើធ្វើឲ្យឆេះស្លឹកខ្ញីជាងហើយចំពោះជំងឺហ្នឹងមែនវាយើងក៏បីតែដំបូងអស់ហ្នឹងយើងត្រូវតែមានការបំរុងបង្ការជំនិនយើងធ្វើជ្រឹះដីយើងធ្វើរោងឲ្យបានម៉ត់ចត់ធ្វើរោងឲ្យបានខ្ពស់ជៀសវាងកុំឲ្យកន្លែងណាបដកទឹក
lại nào đọc tức lại nào về tình đẹp và đọc tức láng và thợ ơi nhây giờ những xây đọc xây đắp sách chấm ngữ vô vay xung đột từ slug và thợ ơi sai slug hay chẳng hái chấm po chấm ngữ sai slug dân gọi bánh thân năm bằng cá với có công chặt chấm ngữ sai slug nó đôi chia nằm sau đâu đấy đôi chia đi đôi miếng các bạn thu án các bạn phi lệ á các bạn dân ai bánh cá chấm po chấm ngữ sai slug ប៉ុន្មានឆ្នាំជិតៗនេះកសិករច្រើនគ្រួសារនៅវាលរៀបទន្លេគូឡុងនៅដាំដំណាំខ្ញីសម្រាប់ជោគជ័យក្នុងបាវក្រចៅបាវនីឡុងនិងបាវស៊ីម៉ង់ផងទម្រង់នេះសមស្របជាមួយកសិករមានដីផលិតតិចក្នុងលក្ខណៈប្រព័ន្ធបព្វកម្មល្អនិងផ្ដល់ទិន្នផលនិងប្រាក់ចំណេញខ្ពស់ប្រការប្រសើរនៃវិធីដាំខ្ញីក្នុងបាវអាចអនុវត្តបាននៅច្រើនកន្លែងពីជនបទដល់ទីក្រុងសុទ្ធតែដាំបានទាំងអស់ធម្មតារាល់មើមខ្ញីពូជពេលដាំពេជ្រពន្លកតែពី3ដល់4ខ្នែងប៉ុណ្ណោះប៉ុន្តែជាមួយរបៀបដាំក្នុងបាវខ្ញី3ខ្នែងច្រើនណាស់រាល់ខ្នែងជាខ្ញី1មើមក្រោយពេល7ដល់8ខែអាចប្រមូលផលមើមពី1គីឡូកន្លះដល់2គីឡូក្រាមក្នុងមួយបាវការដាំដំណាំខ្ញីក្នុងបាវក្រចៅមិនគ្រាន់តែកាត់បន្ថយបានដង្កូវជំងឺផ្ដល់ប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេថែមទាំងអាចដកស្រាយបានបញ្ហាខ្ញីពូជផងខ្ញីវាមានពេលវេលាដាំទៅដល់ប្រមូលផលឡើងទៅដល់6ខែឬក៏7ខែបើខ្ញីពូជទៅឡើងទៅដល់8ខែឬក៏9ខែជាងហើយបញ្ហាដាំខ្ញីស្បូងគឺបញ្ហាមួយដោះស្រាយតង់កន្លែងដែលគេដាំខ្ញីសម្រាប់ទុកពូជបើសិនជាដាំក្នុងស្បូងធានាថាខ្ញីនឹងវាល្អជាងបើគ្មានប្រភពផ្សិតជំងឺគ្មានបាក់តេរីទុកទៅលើហ្នឹងគេអាចទុកពូជបានធានាថាពូជនោះមានគុណភាពខ្ពស់ជាងខ្ញីទុកពូជតែងតែជាខ្ញីចាស់មានរយៈពេលលូតលាស់ប្រមាណពី8ដល់9ខែឡើងទៅហេតុនោះការថែទាំខ្ញីទុកពូជក៏មានរបៀបធ្វើសមស្របដែរសម្ដៅធានាទិន្នផលនិងគុណភាពលោកលឹមគៀងនៅភូមិទ្រង់ឋានឃុំទុំទឹកក៏មានរបៀបថែទាំខ្ញីពូជតាមបែបដោយឡែករបស់ខ្លួនដែរបើយើងដាំទុកខែប្រាំងយើងលុកបានពូជលុកពូជវាបានថ្លៃជាងខែជាងកោះឥឡូវមកប៉ុន្តែបើយើងដាំទុកខែប្រាំងទៅតែដាំម៉េចគឺពូជឲ្យបានស្អាតហើយដីយើងហ្នឹងយើងកាប់ខែប្រាំងកាប់ឲ្យហាលដីឲ្យស្ងួតទុកបានយូរហើយបានដាំហ្នឹងរកពូជណាដែររកគ្មានស្អុយពូជល្អដាំទៅបានទុកពូជបានហើយការចំសុកនឹងដាំហើយយើងដឹងទៀតដូចថាបាច់ចូលជីម្ដងបាញ់ថ្នាំម្ដងមិនដំបូងហើយដល់ទី2ដល់យើងដាក់ជីម្ដងយើង2ដងបានបាញ់ម្ដងក៏បានដែរហើយបន្តទៀតដូចថាយើងមើលថាខ្ញីយើងសុងទៀតយើងចូល2 3ដងបានបាញ់ម្ដងនឹងទុកខែប្រាំងបានហើយដីយើងប្រហែលខ្ពស់ស្អាតកុំឲ្យមានដក់ទឹកដើម្បីដាំខ្ញីសម្រេចបានប្រសិទ្ធភាពខ្ពស់មានមីងកសិករក៏បីអនុវត្តល្អតាមវិធានបច្ចេកទេសពីការរៀបចំដីជ្រើសពូជថែទាំនិងបង្ការកម្ចាត់ទាន់ពេលនៅដង្កូវជំងឺមួយចំនួនតែងតែជួបប្រទះក្រោយពេលដាំប្រមាណពី6ដល់7ខែនាងមីងអាចប្រមូលផលសម្រាប់លក់ឲ្យបណ្ដាផ្សារនាំបន្លែទៅចែកចាយយោងទៅតាមតម្លៃលើទីផ្សារនាងមីងជ្រើសពេលប្រមូលផលសមស្របធានាទិន្នផលផងនិងលក់បានថ្លៃផងសម្ដៅបង្កើនចំណូលឲ្យគ្រួសារ